មកស្គាល់ពីសត្វទន្សោងទាំងអស់គ្នានៅកម្ពុជានៅពេលនិយាយពីសត្វទន្សោងគេតែងនឹកដល់របាំទន្សោងគោព្រៃហើយយល់ថាទន្សោងនិងគោព្រៃជាសត្វតែមួយតាមពិតទៅគោព្រៃជាប្រភេទទីតីពីទន្សោងហើយអ្នកវិទ្យាសាស្ត្រគិតថាគោព្រៃបានដាច់ពូជទៅហើយពីភពផែនដីព្រោះគេលែងឃើញវត្តមានវាទៀតតាំងពីទសវត្សរ៍ឆ្នាំ90មកម្លេះតែកម្ពុជានៅឃើញមានសេសសល់វត្តមានសត្វទន្សោងនៅឡើយគេឃើញមានវត្តមានវានៅរាយប៉ាយនៅតំបន់ភូមិភាគឦសាននិរតីនិងភាគខាងជើងនៃប្រទេសសត្វនេះចូលចិត្តរស់នៅតំបន់ព្រៃល្បោះឬវាលស្មៅជាដើមនិងចូលចិត្តរកស៊ីនៅតាមមាត់អូរហើយវាមិនសូវរស់នៅតំបន់មានទីជម្រាលទេវាចូលចិត្តរស់នៅជាវងឬនៅជាមួយប្រើសខ្ទេញជាដើមទន្សោងក្មេងមានសម្បុរក្រហមត្នោតស្រាលវាប្រែសម្បុរជាពណ៌ក្រហមត្នោតប្រផេះឬក្រហមត្នោតចាស់នៅពេលវាមានវ័យចំណាស់បន្តិចជើងទាំង4ខាងក្រោមជង្គង់មានពណ៌សដូចខ្ទិះនិងគោព្រៃដែរប៉ុន្តែវាមានចំណុចមួយដែលប្លែកពីគេគឺពណ៌សនៅផ្នែកខាងក្រោយត្រង់កំពែងគូទស្នែងទន្សោងមានរាងមូលជាងស្នែងខ្ទីងវាមានពណ៌លឿងស្រគាំនៅផ្នែកពាក់កណ្ដាលចុះក្រោមហើយចុងស្នែងមានពណ៌ខ្មៅទន្សោងចេញរកស៊ីនៅពេលព្រលឹមនិងពេលព្រលប់ជាធម្មតាទន្សោងមេចាស់ជាងគេតែងជាអ្នកដឹកនាំវងទន្សោងជាប្រភេទថនិកសត្វអំបូរគោសាទិសដោយគោព្រៃដែរវាអាចបង្កើតកូនម្ដងបាន1ឬ2ក្បាលបន្ទាប់ពីពពោះរយៈពេល10ខែហើយមេអាចដោតឈ្មោះម្ដងទៀតក្រោយពេលកើតកូនបាន2ខែទន្សោងរងការគំរាមកំហែងយ៉ាងគំហុកដោយការបរបាញ់ដាក់អន្ទាក់ឬឆ្លងជំងឺពីសត្វពាហនៈដែលប្រឡែងពីវាពីកាយនៅក្នុងព្រៃកាលពីឆ្នាំ2024សត្វទន្សោងត្រូវបានអ្នកវិទ្យាសាស្ត្រដាក់ពិន្ទុថាបានខិតថ្នាក់ពីរងគ្រោះថ្នាក់ចិត្តផុតពូជទៅចិត្តផុតពូជបំផុតមានន័យថាចំនួនរបស់វាធ្លាក់ចុះហើយគេព្រួយបារម្ភថាបើពុំមានការការពារនិងអភិរក្សខ្លាំងក្លាបន្ថែមទេសត្វទន្សោងប្រហែលអាចមានវាសនាដូចគោព្រៃអញ្ចឹងដែរអង្គការអភិរក្សអន្តរជាតិកម្ពុជាសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជាជនជាតិដើមភាគតិចសហគមន៍មូលដ្ឋាននិងដៃគូពាក់ព័ន្ធការពារជម្រកសត្វព្រៃដែលជាជម្រកធម្មជាតិរបស់សត្វទន្សោងយល់ដឹងពីសត្វព្រៃផ្សេងទៀតនៅក្នុងប្រទេសកម្ពុជាតាមរយៈកម្មវិធីរៀនពីសត្វព្រៃ